ថ្ងៃនេះយើងនឹងរួមគ្នាស្វែងយល់អំពីគំនិតមួយដ៏សំខាន់ណាស់ដែលមកពីអត្ថបទបុរាណពីរដួងគំនិតនោះជាអ្វីដែរគឺថាចិត្តរបស់យើងគឺជាវិស្វករដែលបង្កើតនូវភាពជាក់ស្ដែងហើយក្នុងអត្ថបទបុរាណទាំងពីរនេះបុព្វបុរសបានទុកសំណុំផែនទី1ចូលយើងមកមើលជាមួយគ្នាដូច្នេះចូលចាប់ផ្ដើមពីស្គរនៃបញ្ហានេះព្រះធម៌បុរាណបានដាក់ចេញនៅមូលដ្ឋានគ្រឹះមួយដែលត្រូវនិយាយថាមានអំណាចខ្លាំងណាស់នោះគឺអ្វីទាំងអស់ដែលយើងមានអារម្មណ៍មិនថាសប្បាយចិត្តឬព្រួយចិត្តទេទាំងអស់សុទ្ធតែចាប់ផ្ដើមពីកន្លែងតែមួយគត់ហើយកន្លែងនោះគឺចិត្តវាជាប្រយោគបើកដំបូងដ៏គួរឲ្យចាប់អារម្មណ៍មែនទែនជាស្ថាបនាធិប្បាយប្រយោគនេះមានន័យថាចិត្តមិនមែនត្រឹមតែឆ្លើយតបនឹងពិភពលោកប៉ុណ្ណោះទេប៉ុន្តែវានៅបង្កើតពិភពលោកដែលយើងបានប្រឈមមុខផងដែរអ្វីទាំងអស់ចាប់ផ្ដើមពីទីនេះហើយនៅទីនេះព្រះគម្ពីរបានដាក់ចេញពីផ្លូវជាមួយនឹងរូបភាពប្រៀបធៀបពីរដ៏អស្ចារ្យបើចិត្តមានស្អុយទុកវានឹងតាមយើងទៅជាប់ជានិច្ចដូចជាកង់រភ្លុះតាមសត្វដែលអូសវាប៉ុន្តែបើចិត្តស្អាតសុភមង្គលនឹងទៅជាមួយយើងយ៉ាងធម្មជាតិមិនអាចបំបែកចេញពីគ្នាបានឡើយដូចជារូបភាពជាមួយស្រមោលជាក់ស្ដែងជីវិតរបស់យើងគឺជាសេរីនៃជំរឿរវាងគូប្រឆាំងគ្នាហើយសូត្រព្រះធម៌កុសលបានពិពណ៌នាអំពីការទាញទ្រនាប់ក្នុងចិត្តនេះយ៉ាងច្បាស់លាស់វាជាសង្គ្រាមមួយដែលមិនដែលឈប់រវាងការស្អប់ឬស្រឡាញ់រវាងភាពចលាចលនិងសន្តិភាពហើយនេះហើយជាអន្ទាក់ពិតរបស់ចិត្តពេលយើងតែងតែបន្តបំពន់គំនិតអំពីការរងរបួសក្នុងក្បាលយើងនោះយើងកំពុងបិទខ្លួនឯងក្នុងពន្ធនាគាររបស់ការស្អប់ឬពន្ធនាគារមួយដែលមិនមានផ្លូវចេញប៉ុន្តែវាមានផ្លូវចេញមួយអត្ថបទនេះបានបង្ហាញច្បាស់ពីច្បាប់ផ្លូវចិត្តមួយដែលត្រូវនិយាយថាឆ្លងកាត់កាលៈទេសៈយើងមិនអាចប្រើភ្លើងដើម្បីពន្លត់ភ្លើងបានទេការស្អប់ឬវាអាចត្រូវបានបំបត្តិបានតែដោយអ្វីដែលផ្ទុយនឹងវាប៉ុណ្ណោះអ្វីនោះគឺជាការស្រឡាញ់នេះត្រូវបានហៅថាជាច្បាប់បុរាណមួយរូបភាពនេះបង្ហាញពីភាពខុសគ្នាដោយមិនអាចល្អប្រសើរជាងនេះទេរវាងចិត្តដែលមិនត្រូវបានហាត់ប្រាណវាដូចជាផ្ទះមួយដែលដំបូលរំរលាយនិងខូចខាតដូច្នេះភ្លៀងខ្យល់គឺស្មើនឹងដំណង់ចិត្តវាធ្វើឲ្យងាយស្រួលចូលមកក្នុងទុយទៅវិញចិត្តដែលត្រូវបានហាត់ប្រាណយ៉ាងល្អវិញមានភាពរឹងមាំនិងសុវត្ថិភាពដូចផ្ទះដែលមានដំបូលល្អមិនមានទឹកភ្លៀងនៃដំណង់ណាមួយអាចចូលមកបានទេហើយរូបភាពបំភ្លឺនេះត្រូវបានបន្តឆ្ពោះទៅឆ្ងាយជាងនេះទៀតបើខ្វះវិន័យយើងក៏មិនខុសអ្វីពីដើមឈើខ្សោយមួយដែលងាយស្រួលត្រូវបានខ្យល់នៃដំណង់បោកបាក់តែផ្ទុយទៅវិញពេលមានវិន័យនិងជំនឿយើងបង្កើតបានចិត្តខាងក្នុងរឹងមាំដូចភ្នំធ្មូមួយដែលមិនខ្លាចព្យុះភ្លៀងណាមួយអូខេដូច្នេះយើងបានឃើញច្បាស់ពីបញ្ហាហើយចិត្តដែលមិនត្រូវបានហាត់ប្រាណនឹងនាំឲ្យមានការឈឺចាប់សំណួរមានថាតើដំណោះស្រាយស្ថិតនៅណាព្រះសូត្រទុំនិមិត្តស្ថានគឺជាចម្លើយព្រះសូត្រនេះផ្ដល់នូវផ្លូវមួយដែលច្បាស់លាស់និងវិធីសាស្ត្រមានប្រព័ន្ធដើម្បីឲ្យយើងអាចគ្រប់គ្រងពិភពខាងក្នុងរបស់ខ្លួនបានហើយផ្លូវនោះមានឈ្មោះថាសព្ទានាឬគេហៅថាទុំនិមិត្តស្ថានគោលបំណងរបស់វាត្រូវតែថាធនធានយ៉ាងខ្លាំងមិនមែនត្រឹមតែបន្ថយការឈឺចាប់ទេប៉ុន្តែជាការបញ្ចប់វាឲ្យស្រួលស្រាលទាំងស្រុងដើម្បីអ្វីដើម្បីឲ្យឈានដល់ភាពបរិសុទ្ធនិងសេរីភាពពិតប្រាកដផ្លូវនេះត្រូវបានបែងចែកជា4ផ្នែកយ៉ាងច្បាស់និងងាយស្រួលឲ្យយល់យើងអាចស្រមៃថាវាដូចជាប្របកទ្វារ4ផងដែរ4ប្របកទ្វារដើម្បីចូលទៅកាន់ទីក្រុងនៃការយល់ដឹងជ្រៅជាងនេះអំពីខ្លួនឯងវានោះគឺការសង្កេតមើលរាងកាយការសង្កេតមើលអារម្មណ៍ការសង្កេតមើលស្ថានភាពនៃចិត្តហើយចុងក្រោយគឺការសង្កេតមើលគុណលក្ខណៈផ្លូវចិត្តពេលមើលទៅលើគំនូរតាំងនេះយើងនឹងឃើញអ្វីមួយសំខាន់ណាស់វិស័យ4នេះគឺរាងកាយអារម្មណ៍ចិត្តនិងធម៌មិនមែនជាផ្លូវដាច់ដោយឡែកពីគ្នាទេប៉ុន្តែវាគ្រាន់តែជាមើល4ផ្សេងគ្នានៃដំណើរដូចគ្នាហើយទាំងអស់នោះសុទ្ធតែដឹកនាំទៅកាន់មជ្ឈមណ្ឌលតែមួយប៉ុណ្ណោះវានោះគឺជាបញ្ញាអូខេមួយផ្លែតមកនេះយើងបាននិយាយអំពីអ្វីខ្លះមានន័យថាខ្លឹមសាររបស់ផ្លូវនេះឥឡូវនេះយើងនឹងបន្តទៅផ្នែកថាតើយើងធ្វើដូចម្តេចមានន័យថាត្រូវតែបណ្ដុះបណ្ដាលលក្ខណៈសម្បត្តិដ៏សំខាន់ណាខ្លះក្នុងដំណើរការអនុវត្តដូច្នេះបាននិយាយឲ្យច្បាស់ការអនុវត្តសិទ្ធិនៅទីនេះមានន័យដូចម្តេចវាមិនមែនគ្រាន់តែព្យាយាមផ្ដោតអារម្មណ៍បែបទូទៅឬមិនច្បាស់លាស់ទេមិនមែនដូច្នោះទេវាត្រូវការចំណេះដឹងប្រភេទមួយដែលច្បាស់លាស់ជាមួយនឹងលក្ខណៈពិសេសជាច្រើនហើយនេះហើយជាគន្លឹះ3យ៉ាងសម្រាប់ការអនុវត្តយ៉ាងដំបូងគឺសឹកខ្ពស់វាជាធម្មពលនិងការខិតខំប្រឹងប្រែងយ៉ាងស្មោះត្រង់ដែលមនុស្សម្នាក់ចំណាយដើម្បីសង្កេតមើល
ទីពីរគឺការយល់ដឹងថ្លៃថ្នូរមានន័យថាដឹងច្បាស់ណាស់អំពីអ្វីកំពុងកើតឡើងនៅពេលនេះដោយមិនវិភាគវិភាគហើយចុងក្រោយគឺសមាធិនេះជាលក្ខណៈនៃការចងចាំដើម្បីត្រឡប់មកកាន់ការផ្ដោតអារម្មណ៍នោះម្ដងហើយម្ដងទៀតរាល់ពេលដែលចិត្តរបស់យើងលង់ឆ្ងាយធាតុទាំង3នេះត្រូវតែបញ្ចូលគ្នាដូច្នេះចុងក្រោយគោលដៅនៃការធ្វើដំណើរនេះទាំងមូលគឺអ្វីត្រូវនិយាយឲ្យច្បាស់វាមិនមែនគ្រាន់តែដើម្បីទទួលបានការសម្រាកឬភាពស្ងប់ស្ងាត់បណ្ដោះអាសន្នទេគោលបំណងវាធំជាងនោះច្រើនវាជាការប្រែប្រួលពីស្គាល់ក្នុងការយល់ដឹងហើយពីនោះនាំឲ្យមានការលែងលេះដោយដែលផ្លូវនេះបានសន្យាហើយផលប្រយោជន៍នៃផ្លូវនេះគឺអ្វីវាគឺជាបញ្ញាគឺជាការមើលឃើញច្បាស់លាស់ពីសច្ចៈ3អំពីបទពិសោធន៍ទាំងអស់របស់យើងមួយគ្រប់អ្វីតែងតែផ្លាស់ប្ដូរនេះហៅថាអនិច្ចាពីរតែងតែមានអ្វីមួយមិនសម្រេចចិត្តជានិច្ចនេះហៅថាទុក្ខ3មិនមានអត្តសញ្ញាណណាមួយដែលរឹងមាំឬមិនផ្លាស់ប្ដូរនៅកណ្ដាលទេនេះហៅថាអន្តាពេលមនុស្សម្នាក់យល់ដឹងច្បាស់អំពីរឿងនេះមិនមែនត្រឹមតែទ្រឹស្ដីទេប៉ុន្តែជាបទពិសោធន៍ផ្ទាល់របស់ខ្លួននោះវាគឺជាទូច្រកនាំទៅរកសេរីភាពកំណត់ការពិសូដ្ឋភាពគូនេះពិតជាបានភ្ជាប់អ្វីទាំងអស់ដែលយើងទើបនិយាយមកជាមួយគ្នាដោយស្រស់ស្អាតបំផុតវានាំយើងពីការយល់ដឹងអំពីចិត្តនិងឥទ្ធិពលរបស់វាទៅដល់ការអនុវត្តផ្លូវដើម្បីបរិសុទ្ធចិត្តហើយចុងក្រោយវាប្រមូលសារសំខាន់នៃការបង្រៀនទាំងមូលដើម្បីបញ្ចប់សូមទុកសំណួរមួយសម្រាប់គ្រប់គ្នាគិតពិចារណាតើអ្វីទៅដែលនឹងកើតឡើងប្រសិនបើចិត្តមិនមែនជាសារពើផន់របស់មនុស្សម្នាក់ទេប៉ុន្តែវាគ្រាន់តែជាអ្វីមួយដែលមនុស្សនោះអាចសង្កេតមើលបានប៉ុណ្ណោះគ្រាន់តែបំលែងទស្សនៈតិចតួចនេះប៉ុណ្ណោះអ្នកក៏អាចរកឃើញកូនសោសម្រាប់ផ្លាស់ប្ដូរអ្វីទាំងអស់